មកស្គាល់ជាមួយនឹងទីតាំងមីខកូមកកន្លែងនៅក្រោយស្លាបបឋមបាត់ទួញទៅគេល្បីយូរហើយតាំងពីខ្ញុំអត់តន់កោដល់និយាយមែនណាអ្នកណាមិនល្បីអ្នកណាមិនស្គាល់មីខកូរបស់បងសុកមុំនិយាយទៅលក់ឡើងបាយសាខាលក់ឡើងកាន់ឆ្នាំយូរខ្លាំងមែនតែម្ដងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកសាកជាមួយនឹងហូរជាតិហើយមកមើលពីសម្រាប់កាទៀវ Phở ក៏ដូចជាមីខកូនៅខាងគាត់ពួកខ្ញុំបាន export ទៅកាន់ទីតាំងរបស់គាត់ផ្ទាល់ហើយបានកំងរសជាតិប្រចាំហាងរបស់គាត់រួចហើយចំណែកឯ original taste របស់គាត់វិញដែលយើងមិនបានតន់សំគ្រឿងនិយាយពីថាជាតិនោះជាតិហើយឆ្ងាញ់មែនតើបងប្អូនគ្នាអាចសាកជាមួយនឹង Phở សាច់គោរបស់គាត់សរសៃកែងក៏បានទាំងអស់គ្នាអាចសាកជាមួយនឹង original taste ប្រចាំហាងគឺមីខកូតែខ្ញុំចូលចិត្តមីស៊ូអញ្ចឹងខ្ញុំក៏បានដូរពីមីមកកាន់មីស៊ូវិញគាត់ទៅដាក់មកលើតុភ្លាមភាយក្លិនឈ្ងុយមកគាត់ថាខ្ញុំចូលចិត្តបែកខាងហឹលអញ្ចឹងខ្ញុំបានបន្ថែមជាមួយម្ទេសឆាទឹកម្ទេសហើយនិងទឹកសៀងហើយក្រូចឆ្មាឬក៏បន្លែបន្តិចបន្តួចអញ្ចឹងទៅញ៉ាំលេងអត់ដល់5នាទីគឺថាអស់មកដោយសារអីហូរជាតិរបស់គាត់គឺឆ្ងាញ់ខ្លាំងសំខាន់គឺច្រើនឃើញចានធំប៉ុនមុខហ្នឹងហ្នឹងមិនថ្លៃថ្លៃទាំងអស់គ្នានិយាយទៅថ្លៃសមរម្យខ្លាំងមែនតើអញ្ចឹងបើអត់បានមកសាកនៅស្រុកមុំមីខកូទេទាំងអស់គ្នាអាចមកសាកបានទីតាំងនៅក្រោយសាឡាបបន្ទុកហើយបន្ទាប់ពីការញ៉ាំមួយរបស់ពួកយើងបានធ្វើការទូទាត់សាច់ប្រាក់តាមរយៈ QR របស់ធនាគារប្រេសនីកម្ពុជាដែលហៅថា CP Bank ការប្រើប្រាស់ QR របស់ធនាគារ CP Bank ក្នុងការទូទាត់សាច់ប្រាក់មិនថាដុល្លារឬក៏ខ្មែរទេនិយាយទៅផ្ដល់ជាភាពងាយស្រួលខ្លាំងមែនតើបើសិនជាបងបើកជាមួយនឹងគណនីរបស់ CP Bank ទៅកាន់អាជីវកម្មរបស់បងណានឹងទទួលបានការប្រាក់ខ្ពស់តែបានប្រាក់រៀលរហូតដល់ 4.75% សម្រាប់ប្រាក់រៀលហ្នឹងហើយបើសិនជាដុល្លារវិញបាន 3.75% និយាយទៅបងប្អូនបានច្រើនហើយចំណេញអញ្ចឹងបើសិនជាបងប្អូនអត់មានជាមួយនឹងគណនីអាជីវកម្មក៏ដូចជា QR Code របស់ធនាគារ CP Bank ទេបងប្អូនអាចបើកបានគ្រប់65សាខាទូទាំងប្រទេសរបស់ធនាគារ CP Bank អរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយទៀតណាជម្រាបលាបងប្អូនទាំងអស់គ្នា